ឧបត្ថម្ភធំដោយ Gensberg ប្រាបៀគុណភាពកម្រិតកំពូលអ្នកមេដាយមាសពិភពលោកសូមស្វាគមន៍ជាបន្តកាន់កម្មវិធី Mr. and Miss Talk Show ចា៎នៅវគ្គនេះគឺជាវគ្គដែលយើងនឹងត្រូវបង្ហាញវត្តមានតារាកិត្តិយសមួយរូបហើយយើងចង់ឲ្យគាត់បែងចែកបទពិសោធន៍សប្បាយៗកំ pl ែងជួយដល់ទស្សនិកជនទាំងអស់គ្នាតារាចម្រៀងមិនមែនតារាចម្រៀងទេតារាកិត្តិយសមួយរូបនេះខ្ញុំជាប់គ្រាន់ថាសប្តាហ៍កន្លងមកច្រើនតារាសម្ដែងតារាចម្រៀងអញ្ចឹងតែសប្តាហ៍នេះមិនមែនទេបើនិយាយទៅអ្វីដែលគាត់មានគឺខ្ញុំសង្ឃឹមថាថ្ងៃនេះខ្ញុំនឹងអាចធ្វើដោយគាត់បែបខ្ញុំទៅសារថាពិបាករកចំណុចដែលអាចដោយគាត់បានណាដោយសារតែគាត់ពូកែមែនទេការដែលគាត់សម្ដែងចេញមកឬក៏ការនិយាយចេញមកគឺធម្មជាតិពិតតែម្ដងបាទចាដោយសារតែភាពពូកែរបស់គាត់នេះហើយទើបធ្វើឲ្យគាត់ធ្វើការនៅក្រុមហ៊ុនដដែលចាដោយចង់បានន័យថាគាត់ពូកែទៅក្រុមហ៊ុនមិនអនុញ្ញាតឲ្យគាត់ទៅទេដោយសារពូកែបាទចាបុគ្គលិកម្នាក់ហ្នឹងគឺថាឡើងប្រាក់ខែរហូតមួយឆ្នាំ 5% មួយឆ្នាំ 5% វ៉ាវហើយតាក់ទងជាមួយនឹងបើតិចណាចាបើមកបាទគាត់តាក់ទងជាមួយនឹងវិស័យកីឡាទៅហ្មងបាទដូច្នេះចង់ដឹងថាជាណាសូមស្វាគមន៍ជាមួយតារាកិត្តិយសដូចតទៅសូរិយារៀបរលត់ផុតទៅហើយមេតាឆ្លើយប្រាប់សងសាខ្ញុំឲ្យដឹងផងសូរិយាទុនទៀបរៀបអងស្ដងគុតរស្មីរលត់ចាងចោលលោការស្មីពណ៌មាសមានអាកាសាដោយក្តីស្នេហាបងនឹងរៀមរាមិនដាច់អាឡ័យស្រមោលបបកនឹកដល់ដល់ផ្ទះត្រង់កែវលែងត្រួយហាងរតីអ្នកត្រាបប្រំញញឹមប្រំប្រៃចិត្តអើយអាឡ័យអង្គុយស្រមៃឃើញថ្លៃជានិច្ចបបករសាត់ឆ្ងាយបាត់ទៅហើយអូនណាយបងនៅចងចាំមិនភ្លេចយើងធ្លាប់បានអង្គុយមើលថ្ងៃរៀបលេចតែស្វ័យពេញចាំរំលេចភក្ស្រីជីវ៉ាអូបាទសូមជឿចា៎តាមពីសួរបាទសូមជឿពីសិនបាទបទចម្រៀងរៀបរាប់មនោសញ្ចេតនាពីសម្រស់របស់នារីប៉ុន្តែពេលបងច្រៀងអត់មើលមុខសាណាសោះមើលតែមុខបងចម្រើនឲ្យខ្ញុំជួយប្រាប់ខ្ញុំថាឲ្យមើលសម្រស់របស់សាណាដល់សស្ចាញ់ណាចង់ប្រាប់ចម្រងតែនិយាយថាពេលយើងលងលោចយើងនឹកទៅដល់អីមួយអញ្ចឹងប្រព័ន្ធយើងត្រូវចេញអញ្ចឹងណាយើងត្រូវដាក់អារម្មណ៍ទៅតាមនឹងអញ្ចឹងណាយើងសារៈអាចអារម្មណ៍នឹងបានអត្តន័យចម្រៀងពីច្រើនគឺយកពីវត្ថុរបស់ទីកន្លែងពេលវេលាណាមួយទៅបូកជាមួយនឹងស្នាមញញឹមក៏ដូចជាសម្រស់របស់តារីលេចចេញជាហៅថាសម្រស់ដ៏តកានអត្តន័យដូចជ្រាលជ្រៅកប់ក្នុងក្រាបេនោះតែម្ដងបាទពិតជាមានន័យមែនជ្រាលជ្រៅមែនតើចាកំណាប់មួយគ្នានេះពិតជាមានន័យមែនតែមិនចង់លឺទៀតទេហ៊ានទទួលចាតារាខ្ញុំយល់មកយើងសប្តាហ៍នេះលោកអ្នកបានស្គាល់ហើយចាបងប្រុសគឺថាបង្កើនខាងណាជាផ្សេងខាងវិស័យកីឡាការងារកាន់តែច្រើនជាងមុនមែនទេបងឥឡូវកម្មវិធីវាចេះតែមកបាទម្ដងកម្មវិធីកីឡានេះកីឡានោះទៅយើងចេះតែមានធ្វើជាបន្តបាទសំឡេងគាត់មិនខុសពីហៅថា hero របស់គាត់ទេ hero បាទព្រោះអី hero របស់គាត់នេះគឺខ្ញុំសរសើរត្រង់ថាគាត់ពូកែរោទំនុកនិយាយមិនគឺដូចធម្មជាតិពិតដូចមិនប្រឹងនិយាយមកចង់ស្ដាប់ចង់តាមដានហ្មងបាទមានពេលមួយនោះខ្ញុំតាមតន់អូបញ្ចូលសម្លេងឡើងអានកម្មវិធីរបស់ពិភពលោកបន្តផ្ទាល់ទៀតស្រាប់បងសម្រាប់ផ្លែតដែរចេញមកខោខ្លីចេញខោខ្លីខ្ញុំជន់អត់ដឹងដែរហ្នឹងឃើញតែកណាត់លើឥឡូវលោកអ្នកឆ្ងល់ច្រើនបាទលោកអ្នកបានជួបជាមួយគាត់ដែរបាទសូមជម្រាបឈ្មោះពេញតិចមកបាទដោយសារថាបាទខ្ញុំស៊ីធូណាថាន់អត់ដូចឈ្មោះអដូតកូលអូ
បាទគេស្គាល់យូរហើយ បាទ ស៊ីធនណាត់ឋានខាងណាជាអ្នកដាក់ឈ្មោះឲ្យបងដែរឬឈ្មោះមិន ប៉ាគាត់ដាក់ឲ្យបាទ តែមែនតើបង បាទ ឥឡូវនេះដោយសារកម្មវិធីយើងមិនមែនជាកម្មវិធីដែលជជែកពីប្រវត្តិឬក៏ជោគជ័យរបស់បងទេគឺជាកម្មវិធីសប្បាយៗចង់ឲ្យបងចែករំលែកបទពិសោធន៍បងផ្ទាល់ដែលជម្រាបទៅធ្វើឲ្យទស្សនិកជននឹងចាប់អារម្មណ៍ឲ្យសើច បាទ ចាមានរឿងអីទេកន្លងមក បាទអញ្ចឹងខ្ញុំពាក្យច្រើនរឿងហែកមានរឿងខ្លះរឿងហែកគេខ្លួនឯងមានរឿងខ្លះបបិសោតដែលខ្ញុំជួបតាមការងារដែលខ្ញុំទៅឆ្ងាយអញ្ចឹងចាប់ផ្ដើមពីហែកគេខ្លួនឯងមួយ បាទហែកខ្វះបាច់ទុកជូរទេ មានសមត្ថភាពបានយូរ បាទវាជារឿងដែលបងប្អូនពីចឹងគាត់សួរខ្ញុំថាទេលឺសូពិធីកណែស្លៀកកម្មាឡើងស្ទីឌីយ៉ូ បាទ ហើយដល់ពេលខ្ញុំរយៈពេលខ្ញុំថាអេវាមិនដែលពិធីកណាស្លៀកកម្មាឡើងស្ទីឌីយ៉ូទេហើយដល់ពេលថាជឿមើលលេងគេបើករូបភាពឲ្យមើលលេងយើងគេថតជាងលេងអញ្ចឹងណាខ្ញុំថាអូមែន មែនភ្លេចខ្លួន រឿងហ្នឹងគឺធ្វើការយប់ឡើង ចា ធ្វើការយប់ឡើងធម្មតាដូចជាបាល់ Champions League ម៉ោង2បានគេលេង បាទ ឬក៏បាល់អេស្ប៉ាញនេះម៉ោង1កន្លះបានគេ បាទ លេង បាទ ហើយដល់ពេលយើងគេជាល្ងាចទៅគេនៅកន្លែងធ្វើការអញ្ចឹងណាពេលខ្លះគេកន្លែងធ្វើការពេលខ្លះគេនៅផ្ទះដល់យើងងើបឡើងសាងប្រមាណលុបពុកលុបអី បាទចង់តែអីតែ បាទមិនមាន បាទមានមកកំ pl មកហើយមកកបមកគាត់មានទាំងអស់ខ្ញុំឃើញទេ ហើយដល់ហើយយើងទាញអាវធំទាញអាវអីពាក់មកហើយនេះយើងមានអីព្រោះយើងអង្គុយលើតុចេះហ៎ បាទមកកាត់ខ្លួន ទៅភ្លៀកខ្សែទៅដល់ អូ បាទ មែននេះគឺជារឿងពិត ដល់ថាយើងពេលខ្លះយើងគិតថាយើងចេញខ្លួនមកកណាត់តែពេលខ្លះក៏យើងស្លៀកសម្លៀកបំពាក់អីត្រឹមត្រូវដែរប៉ុន្តែ បាទ ដល់ពេលមើលខ្លួនឯងទៅចេះតែអស់សំណើចថាដល់ហើយបើគេសិនខ្ញុំងើបឈរទៅចេះនឹងបើទៀត ជីវិតពិតក្រៅឆាករបស់ពិធីករដ៏ល្បី បាទច្រឡំនេះថាអីយកផ្អើលមែនទេស្រាប់អូទៅហៅថាជាប់ពេលវាយបុកជាប់បាត់ជាប់តែគាត់ជិតលើខ្វាមក មានដែរមានករណីហ្នឹងងើបឡើងមកទៅខ្លួនឯង ករណីហ្នឹងគឺកើតឡើងតែពេលយើងងើបធ្វើពិធីករពេលពាក់កណ្ដាលយប់ អូ បាទពេលបដាល់ពេលអីអាហ្នឹងយើងស្លៀកពាក់ធម្មតា ចេះចង់សួរគាត់រឿងមួយបងជាបញ្ហារសើបក្នុងសង្គម Facebook ដែរ បាទ និយាយពីថារឿងនេះរឿងបាក់គេឲ្យវាយជាមួយ Floyd នេះវិញបាទ ជួយឲ្យយកបាន បាទចង់សួរមួយម៉ាត់មើលបាទខ្ញុំមិនដឹងព្រោះមានច្រើនបាទ រឿងនេះម្សិលមួយថ្ងៃហ្នឹងខ្ញុំបានទៅនិយាយនៅ CNC អស់ម្ដងដែរប៉ុន្តែពីច្រើនគឺចេះខ្ញុំចង់និយាយថាមានបងប្អូនខ្លះគាត់ស្រឡាញ់ប៉ាគីអៅខ្លះគាត់ស្រឡាញ់ Floyd បាទ ហើយមែនតើទៅគឺពីច្រើនគឺគេស្រឡាញ់ប៉ាគីអៅ បាទ ហើយប៉ាគីអៅវាយសម្រុកចូលខ្លាំងណា បាទ ប៉ុន្តែពេលហ្នឹង Floyd ឈ្នះឥឡូវ Floyd គាត់អត់សប្បាយចិត្តទេគាត់ post នៅក្នុង Twitter របស់គាត់រហូត មិនខ្លះបង គាត់ថាខ្ញុំសុំងើបឡើងឲ្យខ្ញុំសប្បាយចិត្តតិចបានទេងើបឡើងសិតតែទទួលព័ត៌មានអាក្រក់ បាទ បាទអញ្ចឹងគាត់ប្រកាសថាបើមិនអស់ចិត្តទេសុំវាយម្ដងទៀតតែក៏បាន បើបានវាយម្ដងទៀតតាមដានទៀតចា CNC អីម៉ែ TV ផ្សាយផ្ទាល់ទៀត ខ្ញុំចង់ឲ្យឃើញគាត់វាយម្ដងទៀតមែនទេ ហើយគាត់វាយលើក្រោយហ្នឹងអញ្ជើញគាត់មកវាយនៅស្រុកខ្មែរយើងហ្មង អូអញ្ចឹងមែនបានទេដីកណ្ដាលនេះព្រោះយើងចង់ថាព្រោះទស្សនិកជនថាហេកុំឲ្យតែវាយនៅដីអាមេរិក Floyd ឈ្នះវាយនៅដីអាមេរិក Floyd ឈ្នះឥឡូវវាយនៅដីកណ្ដាលហ្មងបាទដូរកណ្ដាលហ្មងគឺថាមានឱកាសហ្មងខ្ញុំចង់ បើវាយនៅខ្មែរមែនខ្ញុំសុំទោសម្ចាស់ផលិតកម្មឬក៏វាយរកស៊ីនានាអីនិយាយថាខ្ញុំសុំមើលគេនឹងមកអត់ទៅណាទេបាទមកស្ពតមកក៏ត្រូវទៅមើលដែរឲ្យតែបានគាត់មកវាយផ្ទាល់ពីពួកខ្ញុំគ្រប់គ្រងកីឡាមែនតែពិសេសគឺការដែលគាត់ជាពិធីករក្នុងកម្មវិធីកីឡាគឺដល់ចង់មើលនៅការបកស្រាយការនិយាយគឺពិតតែម្ដងបាទ ចាសួរសំណួរក្រៅផ្លូវការ Arsenal ហើយនិង Manchester United បងកំពុងខាងណាដែរបង ឥឡូវយើងសុំឆ្លើយវិច្រាស់តិចណា ចាំបញ្ច្រាស់វិញណា ខ្ញុំ fan Real Madrid អូ អូ ខ្ញុំ Arsenal Real Madrid Arsenal ឥឡូវចូលដល់លេខ2ណាលេខ2ឥឡូវ បាទនិយាយពីដួងចិត្តហ្មងណា ចា ដោយសារតែខ្ញុំស្រឡាញ់ Ronaldo អញ្ចឹងពេលគាត់ទៅក្លឹបណាអញ្ចឹងខ្ញុំចិត្តតែតាមស្រឡាញ់ក្លឹបនឹងដែរទៅបាទប៉ុន្តែដល់ពេលយើងអត្ថាធិប្បាយនៅក្នុងទូរទស្សន៍មិនមែនថាយើងស្រឡាញ់កីឡាករមួយនឹងឬក្លឹបមួយនឹងយើងចិត្តតែលើទេបាទនេះវាជារឿងផ្សេងប៉ុន្តែថាយើងយ៉ាងហោចនៅក៏យើងមាននិមិត្តរូបឲ្យយើងមួយដែរ បាទ មានរឿងសប្បាយអីទៀតទេបង ទី2រឿងទី2បាទពិសោធន៍ ទី2ចេះកាលហ្នឹងខ្ញុំនឹងទៅថតកម្មវិធី Boxer Profile កម្មវិធីកីឡាករបដាល់យើងតាមទៅថតគ្រួសារបងប្អូនគាត់អញ្ចឹងឲ្យដឹងថាគាត់នឹងមានប្រភពចេញពីណាមកកាលហ្នឹងខ្ញុំទៅជាមួយវ៉នវីវ៉ា ចា ទៅវ៉នជាមួយវ៉នវីវ៉ាហើយកាលហ្នឹងមិនមែនទៅថតវ៉នវីវ៉ាទៅថតជាម្ដាំ ចា ពេលហ្នឹងជាម្ដាំគាត់បានខ្សែក្រវ៉ាត់ CTN ណា ចាបង ដល់ពេលហើយទៅថតទៅដល់ជិតដល់ស្រុកជាម្ដាំជិតដល់ស្រុកជាម្ដាំខ្ញុំក៏នាំគ្នាជិះឡានថតហើយឲ្យជាម្ដាំដើរតាមផ្លូវយើងតាមប្លង់ដែលយើងនេះណា ចា បាទដល់ពេលជិះទៅមានក្មេងម្នាក់គាត់ជិះកង់កាត់ទៅវឹងគាត់ក៏លេចគាត់មើលវ៉នវីវ៉ាគាត់មើលខ្ញុំសិនអូធូណាថាន់អូធូណាថាន់បាទ មេអាយុប៉ុន្មានប្រហែលឆ្នាំ ជិះកង់ដោះអាវប៉ុន្តែរឿងនោះវាមិនសំខាន់ទេហ
ហូបទៅតិចទៀតទៅនាំនេះហូបតកកឈូបាទហូបតកកឈូអ៊ីគាត់អូហូបតកកឈូណាបាទគាត់ថាវ៉នវីវ៉ាខ្ញុំស្គាល់តែវ៉នវីវ៉ាហើយល្ងាចនេះអត់ទៅច្រៀងទេអញ្ចឹងវិញទៅណាគាត់ថាទៅច្រៀងក៏វិញឆ្កយយល់ល្បីដល់ហើយគាត់គាត់ស្គាល់ច្បាស់ណាវ៉នវីវ៉ាខ្ញុំស្គាល់ច្បាស់ណាវ៉នវីវ៉ាអីអត់ទៅច្រៀងដល់ពេលខ្ញុំហួសខ្ញុំអត់និយាយពីដើមដំបូងឡើងទំនងហ្មងគាត់សល់ឯងច្បាស់ណាបងប្អូនវិបាពេលនឹងសบายចិត្តប៉ុណ្ណាគាត់អត់ស្នើដែរគាត់អត់ស្នើតែបានគ្រូសាគាត់ចេញពីក្រោយចាំមកគាត់ថាអឺយប៉ែអីបើថាមិនដឹងគុំនិយាយគាត់អ្នកបដាលទេហ្នឹងហើយអ្នកបដាលបាទសុំទៅវិញតាមពិតទៅនេះដែរអរិយខ្ញុំជួបបាទរឿងទី3រឿងទី3បងជួបចិត្តបាទចេះបីក៏បន្ទោសគាត់ព្រោះថាវិស័យសិល្បៈគឺថាល្បីយូរហើយតែបើថាវិស័យកីឡាទើបចាប់ដើមឥឡូវដោយសារមានអ្នកថាទីម៉ែបកែនេះបងអញ្ចឹងគាត់ដាក់ជាប់ទៅរឿងអ្នកចម្រៀងអីចឹងបាទគាត់ច្រឡំខ្ញុំគិតថាថ្ងៃនេះគាត់ច្រឡំបន្តិចរឿងបដាល់ហើយនឹងចម្រៀងតែពិតវ៉នវីវ៉ាណាច្រៀងណាបដាល់ហើយណាខ្ញុំមិនគាត់ទៅលឺវ៉នវីវ៉ាខ្ញុំប្រហែលអីឈ្មោះដូចល្បីបាទស្មានគាត់តែកំ pl តាចាឥឡូវដល់ចូលដល់រឿងទី3ទៅរៀងអ៊ីលួតកកឈូដែរណាឈ្មោះគាត់ brand name គាត់វិបាបាទសុំជិះបន្តទៀតបាទរឿងមួយទៀតរឿងវាបន្តិចតែខ្ញុំនិយាយទៅអស់ស្នាយខ្លួនឯងពេលខ្ញុំនិយាយបដាលអញ្ចឹងធម្មតាកីឡាករគាត់វាយគ្នានៅលើរេងបាទហើយគាត់វាយគ្នានៅលើរេងអញ្ចឹងពេលគាត់ពងគុណគ្រូអញ្ចឹងយើងសូត្រប្រវត្តិគាត់ណាយើងមានឯកសាររបស់យើងសម្រាប់សូត្រប្រវត្តិថាបកគោលក្រហមប្រកួតប្រមាណដងមកពីស្រុកអីភូមិអីបកគោលខៀវមកស្រុកអីភូមិអីអញ្ចឹងគាត់ពងគុណគ្រូហើយខ្ញុំក៏ស្រាប់ស្ដាប់តែសូត្របកគោលក្រហមឈ្មោះនេះអាយុ20ឆ្នាំកម្ពស់1.75 ម៉ែត្រទម្ងន់54គីឡូក្រាមអញ្ចឹងណាឧទាហរណ៍ថាកីឡាករវ៉នវីវ៉ាចុះលើកវិវ៉ាន់វ៉ាដដែលចុះបាទបងឧទាហរណ៍ថាអាណោតតាមលក្ខណៈឧទាហរណ៍ចុះតោះបាទឧទាហរណ៍ថាវ៉នវីវ៉ាជាមួយនឹងមនសមេតអីចឹងណាឧទាហរណ៍ដូចស្រាប់ថាវ៉នវីវ៉ាកម្ពស់1.60 ម៉ែត្របាទឧទាហរណ៍បាទ1.60 ម៉ែត្រទម្ងន់52គីឡូក្រាមអញ្ចឹងហើយមនសមេតកម្ពស់1.75 ម៉ែត្រទម្ងន់52គីឡូក្រាមដូចគ្នាអីខ្ញុំសូត្រឲ្យចប់អីចឹងដល់ពេលគោះជួងឲ្យតឹងស្រាប់តែខ្ញុំមើលមនសមេត1.75 ម៉ែត្រហ្នឹងត្រឹមកកវ៉នវីវ៉ាវិញខ្ញុំថាអូយឃើញណាគាត់មានខុសខ្ញុំអត់ស្ដាយអាពេលហ្នឹងមកទឹកដវងខ្ញុំនិយាយចេញទៅពេលខ្ញុំប្រាប់ទស្សនិកជនអូទស្សនិកជនខ្ញុំសូមអធិស្ឋានបងអ្នក1.75 ម៉ែត្រត្រឹមកទេ1.60 ម៉ែត្រអភ័យទោសណាថាគាត់មានខ្សែខុសមិនមែនពិធីករខុសទេអត់សេទៅច្រឡំតាមពិតទេពិធីករគាត់មិនអាចកែសម្រួលភ្លាមតាមពិតមិនមែនជាបញ្ហាទេដោយសារតែការកំហុសបច្ចេកទេសទីទួយពិធីករតែមានស្អីគឺគាត់និយាយហ្នឹងហើយបាទប៉ុន្តែមិនធ្វើទេដោយសារតែសង្គមការងារនីមួយៗគ្មានអ្វីដែល perfect ទេធម្មតាកំហុសឆ្គងនេះដូចបាទ perfect នឹងកំពុះជៀនណាតាមបងប្រែខ្ញុំក៏ប្រាប់ទេបាទអរគុណដែលឃើញតាមបទពិសោធន៍គាត់ទាំង3នេះគឺទាក់ទាញមែនទែនដែលខ្ញុំក៏មិនដែរជួបដែរដោយសារតែគាត់ខាងកីឡាខ្ញុំខាងពិធីករខ្ញុំក៏ច្រើនដែរតែបើខាងកីឡាដូចបាស់ទៅបាទគាត់គាត់គឺនិយាយបទពិសោធន៍ធ្វើខ្ញុំនឹងវ៉ាវមែនទែនមកបាទនេះបានបងមកសប្បាយថាធ្វើឲ្យខួរក្បាលពួកខ្ញុំតាមធម្មតាផ្ដោតតែលើរឿងសិល្បៈច្រៀងរាំសម្ដែងដល់ពេលបានបងមកខ្ញុំសួរសំណួរតើតើនឹងកីឡារៀងភ្លឺវិញយប់នឹងអាសនលប្រកួតទៅខ្ញុំចាប្រកួតទៀតខ្ញុំមើលធ្វើងើបពីភ្លឺអីខ្លះតែមុនអត់ចេះមើលទេតែដល់ពេលចាខ្ញុំ fan អាសនលក៏មុនអត់ចេះមើលបាល់ពេលបានប្តីមើលបាល់តាមគាត់ដែរពេលពុតចាក់គ្នាហ្នឹងនិយាយទៅនិយាយរឿងមួយទៀតកម្មវិធីកីឡាកាសកម្មវិធីកីឡាកាសនឹងខ្ញុំមានមិត្តភ័ក្តិម្នាក់នឹងត្រូវជាប្រហែលជាមិត្តភ័ក្តិបងប្អូនគាត់គាត់ក៏មិនដឹងទេអូណេតស្វាយខាងណេតហ្នឹងហើយមិត្តភ័ក្តិខ្ញុំដែរហ៊ានដូចគ្នាហើយគាត់ទៅលេងទៀតតាមសាណាគាត់កាត់សងហើយគាត់ខ្ញុំដឹងដាច់ពេលជួការឆក់ផ្លែដែរណាគាត់ទៅលេងទៀតណែបងហ្នឹងណាហើយបន្តមកទៀតគឺគាត់ទៅមើលកម្មវិធីដែលលោកពូម៉ាសេរីគាត់ធ្វើគាត់ក៏បញ្ចូលសម្លេងកីឡាកាសនោះហ្នឹងហើយពូគាត់ចាប់ផ្ដើមហ្មងអីដឹងទេទៅពេលនេះអ្នកទៅបានជិះជំនេះគឺជាយើងមិនមែនជាឯងទេអានេះណាអាយុទឹកពូបង្កែពូលក្ខណៈសុំឆ្អាកមួយគាត់ពឹងស្រែកពេកបាទដូចថាពឹងស្រែកបញ្ចូលសម្លេងណាអញ្ចឹងបានយើងសិល្បៈមិនមែនពីភាពងាយស្រួលទេដូចយើងមើលមកមើលទៅចូលតួមើលទៅសប្បាយភ្នែកមើលទៅជក់អារម្មណ៍មែនទេប៉ុន្តែក្រោយវាងណូនគឺមានភាពពិបាកច្រើនមែនទេចាចុះបើអត់វាំងណូនក្រោយអីវិញបងបាទបើអត់មានវាំងណូនបាំងក្រោយបន្ទប់
ក្រាបបន្ទប់អីចឹងទៅ អរគុណណាបងចង់ក្រោយមានអ្វីនិយាយកាន់ទស្សនៈរបស់ MyTV សូមជ័យណាបង បាទសូមអរគុណជាដំបូងដល់ជំរង បាទអរគុណបង សាណាបាទដែលបានផ្ដល់ឱកាសហើយក្នុងការជជែកគ្នានៅក្នុងថ្ងៃនេះបាទហើយសូមអរគុណដល់បងប្អូនទាំងអស់ដែលគ្រប់គ្រងនៅកម្មវិធី Mr. and Mrs. Talk Show របស់ទូរទស្សន៍ MyTV បាទហើយជាមួយគ្នានេះខ្ញុំសូមសនំពរដល់បងប្អូនទាំងអស់ផងដែរថាវិស័យកីឡានៅក្នុងប្រជាជាតិកម្ពុជាកំពុងតែមានការរីកចម្រើនខ្លាំងអញ្ចឹងសូមឲ្យមានការគ្រប់គ្រងឲ្យកាន់តែខ្លាំងមិនថាគ្រប់វិស័យកីឡាណាទាំងអស់ទេបានជាការជួយលើកទឹកចិត្តដល់កីឡាករកីឡាការិនីរបស់កម្ពុជានៅក្នុងការប្រកួតមិនថានៅក្នុងតំបន់ឬក៏នៅលើឆាកអន្តរជាតិទេបាទសូមមេត្តាជួយគ្រប់គ្រងទាំងអស់គ្នាដើម្បីឲ្យយើងអភិវឌ្ឍទៅមុខកាន់តែលឿននៅក្នុងវិស័យកីឡាផងដែរបាទ បាទអរគុណច្រើន ចាបកែបញ្ចូលសលេងអញ្ចឹងគ្រប់កីឡាមិនថាបាល់ទាត់បាល់ទះបណ្ដាលកីឡាកាសចុះបើសិនជាខាងបងប្អូននៅស្រុកភូមិខ្ញុំឥឡូវនេះគឺពេញនិយមខាងជលមន់វិញបងទៅបញ្ចូលសលេងបានខ្ញុំធ្លាប់តា ធ្លាប់ដែរជលមន់ពីឆ្នាំ2006ដល់ឆ្នាំ2009 3ឆ្នាំគឺសហព័ន្ធអភិរក្សនិងអភិវឌ្ឍបក្សីកីឡានោះគេរៀបចំហើយខ្ញុំនឹងតាមតែថតឲ្យបញ្ចូលសលេងមន់ជលដែរ អូ គេហៅថាបក្សីកីឡាយើងនិយាយណាបក្សីកីឡា បងខាងសណាខាងអីជួលមន់ ជលមន់នៅស្រុកស្មៃរៀងខ្ញុំ អូបងខាងខ្ញុំមករយៈមុនជក់ចិត្តដែរដើម្បីកំសាន្តរបស់គាត់ជួលចង្រិតមិនវិញ អូមានចង្រិតចូលទៀតឲ្យចូលឲ្យពេលខ្លួនថាដល់ជីវិតខ្លាយជាគ្រឿងខ្លែងហ្មងមែន នឹងចុះបងចូលសម្លេងបានទេមិន អានេះខ្ញុំអត់ដល់សារខ្ញុំនឹងពុំមានសោតជួយចាយមកចូលចង្រិត នឹងចង្រិតគេជួលសិនមនោរម អូ អូដៃថែបមានជ័យយើងអូឈ្មោះគេ ឈ្មោះអែហ្មងព្រោះជាងប៉ែនចម្រុះ ខ្ញុំធ្លាប់មានចង្រិតមន់ចឹងទៅណាមានឈ្មោះណែច័ន្ទចៅ អូ អូ ហើយក្រោយ ណាស្គាល់បាទគេហៅអីមុខខ្មៅពិថៅទឹកអូសិតតដល់វាយណែឈ្នះពេញគ្រប់ស្រុកណាបាទតែខ្ញុំធ្លាប់ជួបនឹងបាទថាមានឈ្មោះរាសរៀមតំណងគួរចាប់អារម្មណ៍បាទតាមពិតទៅឈ្មោះកីឡានោះក៏មានអីប្លែកអីដូចជាបើខ្ញុំនិយាយកីឡាខ្ញុំនឹកឃើញរឿងមួយ ម្នាក់នៅភូមិខ្ញុំឈ្មោះកូឡាបជេតស្មាត់ណែសុំលើកគាត់ពីតិចចុះគាត់នឹងវាយខ្លាំងប៉ុន្តែឲ្យតឡើងវាយគឺយំហ្មងបាទគឺទម្លាប់របស់គាត់ហ្មងឲ្យទៅវាយខ្ញុំមិនឲ្យបាំងយំខ្លួនឯងហ្មងដឹងតែអត់ដឹងទម្លាប់របស់គាត់អញ្ចឹងវាយទៅពីហូរទៅហូរឡាគាត់មិនรู้សញ្ចេតនាជឿជ្រៅ មិនឈ្នះដែរឈ្នះគេពេញប្រសព អូ ហើយគាត់នឹង ឥឡូវអ្នកនឹងនៅណា បាទឥឡូវដើរលេងមួយគាត់អាប់សាយជើងបាទអាប់សាយជើងមកហ្នឹង ចាទូទស្សនិកជនឥឡូវនេះយើងសូមបន្តជូនលោកអ្នកនៅអ្វីដែលផ្លែផ្លែនៅវគ្គក្រោយទៀតប៉ុន្តែនៅពេលនេះក៏សូមអនុញ្ញាតសម្រាប់បន្តិចសិន